លោកត្រាំជំរុញលោកពូទីនឲ្យស្វែងរកផ្លូវបញ្ចប់សង្គ្រាមខណៈការប្រយុទ្ធនៅអ៊ុយក្រែននៅតែបន្តសួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់យើងខ្ញុំសូមអរគុណដែលតែងតែគាំទ្រនិងតាមដានព័ត៌មានអន្តរជាតិជាប្រចាំចែករំលែកវីដេអូនេះដើម្បីទទួលបានព័ត៌មានថ្មីៗអំពីស្ថានភាពពិភពលោកថ្ងៃនេះយើងនឹងនាំមកជូននៅការវិភាគលម្អិតអំពីស្ថានភាពសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអំពាវនាវឲ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្វែងរកវិធីបញ្ចប់សង្គ្រាមខណៈការប្រយុទ្ធនៅតាមសមរភូមិនិងការវាយប្រហារលើតំបន់គ្រីមៀនៅតែបន្តកើតមានឡើងតើលោកត្រាំបាននិយាយអ្វីខ្លះតាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិលោកត្រាំបានបញ្ជាក់ថាសង្គ្រាមដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំនេះបានបង្កឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរទាំងផ្នែកមនុស្សសេដ្ឋកិច្ចនិងសន្តិសុខពិភពលោកបានបង្ហាញថាភាគីទាំងពីរគួរតែស្វែងរកដំណោះស្រាយតាមរយៈការចរចាជាជាងការបន្តប្រើកម្លាំងយោធាសេចក្តីថ្លែងការណ៍នេះបានទាក់ទាញការចាប់អារម្មណ៍ពីមេដឹកនាំជាច្រើនព្រោះវាកើតឡើងក្នុងពេលដែលការប្រយុទ្ធនៅសមរភូមិកំពុងមានភាពតានតឹងហេតុអ្វីគ្រីមៀមានសារៈសំខាន់គ្រីមៀគឺជាតំបន់ដែលរុស្ស៊ីបានគ្រប់គ្រងតាំងពីឆ្នាំ2014បន្ទាប់ពីធ្វើប្រជាមាតុដែលអ៊ុយក្រែននិងប្រទេសលោកខាងលិចមិនទទួលស្គាល់សម្រាប់រុស្ស៊ីគ្រីមៀគឺជាមូលដ្ឋានកងទ័ពជើងទឹកដ៏សំខាន់នៅសមុទ្រខ្មៅនិងជាតំបន់យុទ្ធសាស្ត្រដែលមានតម្លៃខ្ពស់ចំណែកអ៊ុយក្រែនវិញតែងតែអះអាងថាគ្រីមៀគឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួនហើយនឹងបន្តស្វែងរកវិធីស្ដារអធិបតេយ្យភាពលើតំបន់នេះតាមរយៈសម្ពាធយោធាការទូតនិងសេដ្ឋកិច្ចស្ថានភាពនៅសមរភូមិបច្ចុប្បន្នក្នុងរយៈពេលថ្មីនេះមានសេចក្តីថ្លែងការណ៍អំពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលទៅលើគោលដៅយោធានិងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់រួមទាំងគ្រីមៀផងដែរភាគីរុស្ស៊ីក៏បានបង្កើនការវាយប្រហារតាមអាកាសទៅលើទីក្រុងជាច្រើនរបស់អ៊ុយក្រែនការប្រយុទ្ធទាំងនេះបានបង្ហាញថាភាគីទាំងពីរនៅតែបន្តព្យាយាមបង្កើនសម្ពាធលើគ្នាទៅវិញទៅមកតើអ៊ុយក្រែនជិតដណ្ដើមគ្រីមៀបានវិញមែនឬនេះជាសំណួរដែលមនុស្សជាច្រើនកំពុងសួររហូតមកដល់ពេលនេះមិនទាន់មានភស្តុតាងបញ្ជាក់ថាអ៊ុយក្រែនជិតគ្រប់គ្រងគ្រីមៀបានវិញនោះទេអ្វីដែលអាចនិយាយបានគឺអ៊ុយក្រែនបានបង្កើនសម្ពាធលើហេដ្ឋារចនាសម្ព័ន្ធយោធាខ្សែផ្គត់ផ្គង់និងមូលដ្ឋានសំខាន់ៗនៅក្នុងតំបន់ជុំវិញគ្រីមៀអ្នកវិភាគយោធាជាច្រើនយល់ថាការដណ្ដើមគ្រីមៀវិញតាមរយៈប្រតិបត្តិការយោធានឹងជាបេសកកម្មដ៏លំបាកខ្លាំងព្រោះរុស្ស៊ីបានពង្រឹងប្រព័ន្ធការពាររបស់ខ្លួនយ៉ាងច្រើនតើរុស្ស៊ីនឹងឆ្លើយតបយ៉ាងដូចម្តេចក្រុមអ្នកវិភាគមួយចំនួនជឿថាប្រសិនបើសម្ពាធលើគ្រីមៀកាន់តែខ្លាំងរុស្ស៊ីអាចនឹងបង្កើនការវាយប្រហារទៅលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនិងទីក្រុងសំខាន់ៗរបស់អ៊ុយក្រែនខណៈអ្នកផ្សេងទៀតយល់ថាភាគីទាំងពីរអាចនឹងត្រូវបង្ខំចិត្តចូលតុចរចាប្រសិនបើការខាតបង់កើនឡើងនិងសម្ពាធអន្តរជាតិកាន់តែខ្លាំងតួនាទីរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្ត NATO នៅតែបន្តផ្ដល់ជំនួយដល់អ៊ុយក្រែនទាំងផ្នែកហិរញ្ញវត្ថុការបណ្ដុះបណ្ដាលនិងសម្ភារៈយោធាទន្ទឹមនឹងនេះប្រទេសលោកខាងលិចក៏បន្តអំពាវនាវឲ្យមានការបញ្ចប់សង្គ្រាមតាមរយៈការទូតប៉ុន្តែរហូតមកដល់ពេលនេះភាគីទាំងពីរនៅតែមានគម្លាតធំក្នុងលក្ខខណ្ឌនៃការចរចាតើអនាគតសង្គ្រាមនឹងទៅជាយ៉ាងណាគ្មាននរណាម្នាក់អាចទូទាយបានច្បាស់ថាសង្គ្រាមនេះនឹងបញ្ចប់នៅពេលណានោះទេប៉ុន្តែមានលទ្ធភាពសំខាន់ៗមួយចំនួនការប្រយុទ្ធបន្តអូសបន្លាយការបង្កើនសម្ពាធដើម្បីបង្ខំឲ្យមានការចរចាការចូលរួមកាន់តែច្រើនអំពីមហាអំណាចក្នុងកិច្ចខិតខំស្វែងរកសន្តិភាពអ្វីដែលច្បាស់គឺសង្គ្រាមនេះនៅតែបន្តប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកតម្លៃថាមពលសន្តិសុខស្បៀងអាហារនិងជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់បើយោងតាមសេចក្តីសន្និដ្ឋានរបស់ GNUKA យើងខ្ញុំសាររបស់លោក Donald Trump ដែលជំរុញឲ្យលោក Vladimir Putin ស្វែងរកផ្លូវបញ្ចប់សង្គ្រាមបានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទោះជាយ៉ាងណាស្ថានភាពនៅលើសមរភូមិនៅតែស្មុគស្មាញហើយមិនទាន់មានសញ្ញាច្បាស់លាស់ថាភាគីណាមួយអាចសម្រេចបានជ័យជំនះដាច់ខាតក្នុងពេលឆាប់ៗនេះឡើយគ្រីមៀនៅតែជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់ដែលភាគីទាំងពីរមិនបោះបង់ហើយការវិវត្តនាពេលខាងមុខអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើទិសដៅសង្គ្រាមទាំងមូលនេះជាព័ត៌មាននិងការវិភាគសម្រាប់ថ្ងៃនេះសូមអរគុណដែលបានតាមដានប្រសិនបើពុកម៉ែបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមចុច Like Subscribe និងចែករំលែកទៅកាន់អ្នកផ្សេងទៀតជួបគ្នាក្នុងវីដេអូបន្ទាប់សូមអរគុណ